ដល់ថ្ងៃស្អែកឡើងហ្នឹងវាក៏ដល់ពេលដែលរ៉ាន់ម៉ាហ្នឹងគឺត្រូវតែទៅរៀនក្នុងសាលាជាមួយនឹងអាកាណេប៉ុន្តែពីរនាក់ហ្នឹងគឺអត់ត្រូវគ្នាទេហើយនៅតាមផ្លូវហ្នឹងអាកាណេនេះក៏បានប្រាប់ទៅកាន់រ៉ាន់ម៉ាថាកុំឲ្យរ៉ាន់ម៉ាហ្នឹងធ្វើដូចជាស្គាល់នេះនៅក្នុងសាលាឯសោះរ៉ាន់ម៉ាក៏បានតទៅវិញថាបែបប្រាប់គាត់ទេគាត់ដឹងហើយព្រោះថាគាត់ហ្នឹងគឺមិនចូលចិត្តមនុស្សថមបយដូចជានាងទេមនុស្សថមបយហ្នឹងគឺជាមនុស្សស្រីដែលមានអត្តចរិតដូចជាមនុស្សប្រុសហើយបងប្អូនលឿនចឹងហ្នឹងអាកាណេនេះក៏បានជាកតារបស់នាងហ្នឹងបំរុងនឹងវាយទៅលើរ៉ាន់ម៉ាប៉ុន្តែភ្លាមហ្នឹងហ្គេម៉ាក៏បានរួចមកដល់ហើយដាក់រ៉ាន់ម៉ាមកដៃផ្លាប់នឹងគាត់បាននិយាយបដៅទៅកាន់រ៉ាន់ម៉ាថារ៉ាន់ម៉ាមិនគួរនិយាយចឹងទៅលើមនុស្សស្រីទេហើយមុនពេលដែលគាត់បាននិយាយចប់ហ្នឹងរ៉ាន់ម៉ាគាត់ក៏បានធាក់ឲ្យហ្គេម៉ាធ្លាក់ចូលក្នុងទឹកបាត់ហ្គេម៉ាគាត់ក៏បានងើបវិញក្នុងទម្រង់ជាផែនតារួចឪពុកកូនទៅពេលហ្នឹងក៏បានទៅវាយគ្នាទៀតវាយលើអាកាសបរោយហ្នឹងដាក់គ្នាផ្លាប់រ៉ាន់ម៉ាគាត់ក៏បានធាក់ឲ្យហ្គេម៉ាហ្នឹងឡើងទៅដល់លើមេឃបាត់ហើយនៅពេលដែលគាត់កំពុងតែនិយាយឌឺទៅការឪពុករបស់គាត់ហ្នឹងក៏មានលោកយាយម្នាក់ហ្នឹងគាត់ក៏បានចាក់ទឹកមកលើរ៉ាន់ម៉ាហើយរ៉ាន់ម៉ាហ្នឹងគាត់ក៏បានប្រែខ្លួនថាជាមនុស្សស្រីឃើញចឹងហ្នឹងរ៉ាន់ម៉ាគាត់ក៏បំរុងទៅផ្ទះវិញដើម្បីទៅងូតទឹកខ្លះជាមនុស្សប្រុសវិញណាប៉ុន្តែអាកាណេនេះក៏បានចាប់ដៃគាត់ជាប់នឹងបាននិយាយថាបើសិនជាគាត់ដើរទៅហើយដើរមកវិញហ្នឹងគឺប្រកាសជាយឺតហើយតើអត់តម៉ោងគេទេចឹងហើយចាំនាងមកផ្លេតប៉ុន្តែមកយើងក៏បានឃើញអាកាណេនេះក៏បានទៅសុំទឹកក្តៅពីអ្នកមីងម្នាក់ហើយនៅពេលរ៉ាន់ម៉ាក៏កំពុងតែឈោចាំហ្នឹងក៏មានដៃឆ្អឹងខ្មៅមួយហ្នឹងក៏បានមកចាប់ខ្នងគាត់ពីក្រោយប៉ុន្តែតាមពិតទៅវាគ្រាន់តែជាឆ្អឹងគំរូរបស់ប្រូមួយនេះទេហើយនៅពេលដែលអាកាណេម្ដងនាងក៏បានហៅប្រូម្នាក់ហ្នឹងថាជាដុកទ័រថូហ្វូអាកាណេនាងក៏បានយកទឹកក្តៅហ្នឹងទៅឲ្យរ៉ាន់ម៉ារួចនាងក៏បាននិយាយសន្ទនាជាមួយនឹងលោកគ្រូម្នាក់ហ្នឹងហើយយើងបានឃើញថាអាកាណេនៅពេលនាងបាននិយាយជាមួយលោកគ្រូហ្នឹងគឺនាងបានចេះអាកប្បកិរិយាចេញមកឡើងទន់ភ្លន់ហ្មងឡើងឈីនីរីហ្មងហើយរ៉ាន់ម៉ាក៏បានដឹងថាអាកាណេគឺនាងមានក្រាស់ទៅលើលោកគ្រូម្នាក់ហ្នឹងហើយនៅតាមផ្លូវបន្តទៅសាលាហ្នឹងរ៉ាន់ម៉ាក៏បានសួរទៅកាន់អាកាណេថាហើយប្រូហ្នឹងផ្លូវក្រោមដីអត់ចេះដើរលើអាកាសរហូតចឹងតើលោកគ្រូថូហ្វូហ្នឹងគាត់គឺជាណាគេអាកាណេនាងក៏បានប្រាប់ថាលោកគ្រូថូហ្វូនោះគឺជាពេទ្យជំនាញខាងឆ្អឹងខាងអីចឹងណាហើយរ៉ាន់ម៉ាគាត់ក៏បាននិយាយថាលោកគ្រូនោះគឺគាត់ពិតជាខ្លាំងមែនដោយសារតែពេលដែលគាត់មកពីក្រោយខ្នងរបស់ខ្លួនហ្នឹងគឺរ៉ាន់ម៉ាក៏អាចបានទទួលដឹងអីបានតិចសោះអាកាណេនាងក៏បានបន្ថែមថាលោកគ្រូថូហ្វូនោះគាត់ប្រកែណាព្រោះថានៅពីក្មេងនៅពេលនាងមានរបួសមានអីហ្នឹងគឺនាងតែងតែទៅកន្លែងគាត់រហូតហ្នឹងលឿនចឹងហើយរ៉ាន់ម៉ាគាត់ក៏បានមកសួរអាកាណេទៀតថាចុះលោកគ្រូមីហ្នឹងក៏ប្រុសដែរតើហើយមិនក៏អាកាណេអត់ស្អប់គាត់អញ្ចឹងតែថាអាកាណេនេះបាននិយាយថានេះស្អប់មនុស្សប្រុសហើយអាកាណេនេះមិនតបបានឆ្លើយផងហ្នឹងពួកគេទៅពីរនាក់ក៏បានដើរទៅដល់មុខខ្លោងទ្វារសាលារបស់ខ្លួនដែលសាលានឹងមានឈ្មោះថា Furingan High School ត្រង់មុខនឹងភ្លឺយើងក៏បានឃើញមនុស្សប្រុសជាច្រើនក៏បានរត់ចេញមកដែលពួកគេនឹងគឺបានរត់មកវាប្រហែលទៅលើអាកាណេឃើញចឹងហើយនឹងអាកាណេនឹងក៏បានឲ្យរ៉ាន់ម៉ាទៅកន្លែងមានសុវត្ថិភាពទៅហើយខ្លួននាងក៏បានហក់ចូលក្នុងទីលាននឹងបរោយប៉ុន្តែមកពួកប្រុសនោះក៏បានធ្វើការវាប្រហែលមកលើនាងអាកាណេនឹងក៏បានចាប់ផ្ដើមវាយទៅវិញដាក់ផ្លាប់ម៉ែមកដៃបាក់ឆ្អឹងខ្ទេចឯនោះប្រហែលនាទីក្រោយមកយើងក៏បានឃើញពួកប្រុសដេកស្ទែកអស់លេងហើយអាកាណេនាងក៏បាននិយាយថានេះហើយគឺជាមនុស្សប្រុសដែលនាងស្អប់បានប៉ុណ្ណឹងហើយនឹងគឺអត់តន់ចប់ទេក៏មានប្រូម្នាក់ទៀតនឹងក៏បានមកសុំ challenge អាកាណេមួយទៀតហើយនៅពេលនោះរ៉ាន់ម៉ាក៏បានចុះមកនឹងបាននិយាយទៅកាន់អាកាណេថាអាកាណេនឹងគឺពិតជាល្បីមែនហើយជួយបញ្យល់គាត់តិចមកមានរអីកើតឡើងគាត់យល់ទេមិនក៏ពួកប្រុសនេះមកវាយនាងវិញឃើញថារ៉ាន់ម៉ានិយាយទៅកាន់អាកាណេដូចជាអ្នកស្គាល់គ្នាអញ្ចឹងប្រូមួយនឹងក៏បានសួរទៅកាន់រ៉ាន់ម៉ាថាតើរ៉ាន់ម៉ានឹងគឺជានរណាគេហើយនៅពេលដែលរ៉ាន់ម៉ាគាត់បំរុងណែនាំខ្លួនហ្នឹងប្រូម្នាក់នឹងក៏បាននិយាយថាអត់ទេឲ្យគេណែនាំខ្លួនមុនគាត់នឹងគឺវាអត់សមរម្យទេចឹងហើយគាត់ក៏បានណែនាំខ្លួនគាត់វិញដែលគាត់មានឈ្មោះថាតាតេវ៉ាគីខូណូគឺជា captain នៃ club Kendo គឺជា club ដាវអ្នកទាំងគ្នាហើយរហស្សនារបស់គាត់នឹងគឺជាផ្គររន្ទះពណ៌ខៀវដល់ពេលខ្ញុំហើយប៉ុន្តែរ៉ាន់ម៉ាគាត់មិនមែនចេញមកណែនាំខ្លួនខ្ញុំមានឈ្មោះថារ៉ាន់ម៉ាណាក៏បែរទៅជានិយាយថាគាត់នៅក្នុងសាលាដូចូលក្រោយនៅបូផ្ទះជាមួយនឹងអាកាណេហើយសិតតែថាមកដល់សាលាធ្វើឲ្យស្គាល់គ្នាចេញមកដល់និយាយចឹងយកបរោយហើយបន្តបានដឹងថារ៉ាន់ម៉ារស់នៅក្នុងផ្ទះជាមួយនឹងអាកាណេចឹងគូណូគាត់ក៏បានចាប់ដើមថកសិចភ្លាមឬគាត់ក៏បានយាដាវរបស់គាត់កាប់ទៅលើរ៉ាន់ម៉ាដែលរ៉ាន់ម៉ាគាត់ក៏បានកិច្ចតន់ហើយគូណូក៏បាននិយាយទៀតថាអាកប្បកិរិយារបស់រ៉ាន់ម៉ានឹងគឺបានរំខានទៅកាន់អាកាណេចឹងហើយគាត់នឹងធ្វើការដាក់ទោសទៅលើរ៉ាន់ម៉ាក៏ព្យាយាមបដិសេធទៅវិញប៉ុន្តែគូណូគាត់បានស្ដាប់ទេគាត់ក៏បានយកដាវរបស់គាត់កាប់ទៅលើរ៉ាន់ម៉ាស្វីងអីក៏សាហាវម៉េះប៉ុន្តែរ៉ាន់ម៉ាក៏អាចកិច្ចបានទាំងអស់បន្ទាប់មកហ្នឹងគាត់ក៏បានដើរឈ្មោះចូលទៅកាន់គូណូដែលគូណូហ្នឹងគឺគាត់មិនអាចប្រើប្រាស់ដាវរបស់គាត់បានទេហើយរ៉ាន់ម៉ាគាត់បាននិយាយថាគូណូហ្នឹងអាចបានស្ដាប់គាត់តាំងពីដំបូងទេថាគាត់ហ្នឹងគឺបានចូលចិត្តទៅលើអាកាណេទេអាកាណេនេះក្បាលរឹងក្បាលហើយមកប្រើអំពើហិង្សាទៀតស្រីអីអញ្ចឹងទេអត់ខ្ជូតសោះលឿនអញ្ចឹងហ្នឹងអាកាណេនេះក៏បានខឹងទៅលើរ៉ាន់ម៉ាហើយនេះក៏បានកុកតារបស់រ៉ាន់ម៉ាទៅកាន់គាត់ហើយនៅក្នុងពេលហ្នឹងផងដែរហ្នឹងគូណូគាត់ក៏ជាដាវរបស់គាត់កាប់ទៅលើរ៉ាន់ម៉ាដែររ៉ាន់ម៉ាគាត់ក៏បានលោតចេញហើយគាត់ក៏បានយកមករៀនដៃរបស់គាត់ចាក់ទៅលើថ្ងាសរបស់គូណូវិញប៉ុន្តែសនាអាក្រក់មែនតើដោយសារតែពេលហ្នឹងមេក៏បានភ្លៀងចឹងហើយហ្គេមម៉ាក្នុងទម្រង់ជាផែនដាហ្នឹងគាត់ក៏បានរត់មកហើយគាត់ក៏បានដាក់គូណូមកដៃផ្លាប់ប៉ោងទៅលើមេឃបាត់រួចគាត់ហ្នឹងក៏បានចាប់រ៉ាន់ម៉ាទៅត្រង់ក្នុងបន្ទប់កដារបស់នេះហ្នឹងរ៉ាន់ម៉ាគាត់ក៏បានចាប់ដើមរអ៊ូភ្លាមថាមិញបើសិនជាអត់ភ្លើងទៅក៏ដាក់អប៉ែហ្នឹងខ្ទប់បាត់ហើយប៉ុន្តែអាកាណេនាងក៏បានចូលមកតាមប្អូននឹងបាននិយាយថានេះអត់គិតចឹងទេសាកមើលទៅលើកខ្លួនឯងមើលហើយយើងក៏បានឃើញស្នាមមួយលើករបស់រ៉ាន់ម៉ា
រានម៉ាគាត់ក៏បានចាំថានៅពេលហ្នឹងគូណូគាត់ក៏យាដារបស់គាត់កាប់មកលើខ្លួនដែរប៉ុន្តែពេលហ្នឹងក៏បានប៉ះណាគ្រាន់តែជាកម្លាំងខ្យល់ទេហើយហ្គេម៉ាគាត់ក៏បានយកទឹកក្តៅចាក់មកលើរានម៉ាប្រែរូបគាត់ឲ្យទៅជាមនុស្សប្រុសវិញកាត់ទៅដល់ក្នុងថ្នាក់របស់គូណូវិញជាបានឃើញថ្នាក់របស់គូណូហ្នឹងគឺមានអក្សរវែងមួយលើហ្នឹងដែលរានម៉ាបានទៅសេតុកដែលពាក្យហ្នឹងក្នុងភាសាអង់គ្លេសគេហៅថា idiot ឬក៏ក្នុងភាសាខ្មែរនិយាយអក្រក់ស្ដាប់ទៅគេហៅថាអាឡប់ហើយគូណូក៏បាននិយាយថារានម៉ាទៅសេពាក្យហ្នឹងខុសទៀតគេទៅសេអញ្ចេះអត់ទេគេទៅសេអញ្ចេះខ្ញុំដឹងថាមួយណាត្រូវមួយណាខុសទេចេះជប៉ុនផងកាត់តកាក្នុងថ្នាក់របស់រានម៉ាវិញបន្ទាប់ពីលោកគ្រូក៏បានណែនាំរានម៉ាហើយនឹងគាត់ក៏បានឲ្យរានម៉ាហើយនឹងអាកាណេទៅចូលក្រាថ្នាក់ទៅដោយសារតែពួកគេនេះគឺមករៀនយឺតចប់បាត់ហើយថ្ងៃទី1ផងចូលក្រាថ្នាក់បាត់ហើយអញ្ចឹងហើយនឹងពួកគេទៅពាក្យហ្នឹងក៏នៅតែឆ្លោះគ្នាបន្តទៀតហើយរានម៉ាក៏បានសួរទៅកាន់អាកាណេថាមិនបានជាពួកប្រុសៗនៅព្រឹកមិញដេញវាយនាងទៅវិញអាកាណេបានបញ្យល់ថារឿងទាំងអស់ហ្នឹងគឺកើតឡើងដោយសារតែគូណូដែលអបេគូណូហ្នឹងគឺក៏បានប្រកាសថាបើសិនជានរណាគេចង់បានអាកាណេធ្វើជាសង្សារហ្នឹងគឺត្រូវតែបដូរអាកាណេក្នុងការប្រយុទ្ធហើយចាប់តាំងពីថ្ងៃហ្នឹងមកហ្នឹងគេដេញវាយនាងរហូតអានេះគេវាយស្រឡាញ់ទាំងអស់គ្នាកាត់ចូលទៅក្នុងថ្នាក់របស់គូណូវិញណាប៊ីគីនេះក៏បាននិយាយប្រាប់អំពីរឿងភ្ជាប់ពាក្យរវាងអាកាណេនិងរានម៉ាទៅកាន់គូណូលើចឹងភ្លេងក៏បានធ្វើឲ្យគូណូក៏ថុកសិចពេញហ្នឹងដោយសារតែគាត់ហ្នឹងគឺក្រាស់ទៅលើអាកាណេហើយដោយសារតែប្រូហ្នឹងក៏ស្រាញញ៉ៃហ្នឹងលោកគ្រូក៏បានឲ្យទៅឈោក្រាថ្នាក់ដែរទៅគូណូក៏បានចូលទៅក្នុងអាទូរបស់គាត់ណែផ្លាស់ប្ដូរសលេមពាក់រួចគាត់ក៏បានរត់ទៅរករានម៉ាតែម្ដងកាត់មកកាន់រានម៉ានិងអាកាណេវិញអាកាណេនេះបាននិយាយថាចាត់តាំងពីពេលនឹងមកហ្នឹងគឺគ្មាននរណាគេអាចបដូរនាងបានទេហើយរានម៉ាគាត់ក៏បាននិយាយឌឺទៅវិញថាដឹងឲ្យពួកនឹងខ្លាំងតាមណាទេបើវាយតែមនុស្សស្រីអញ្ចឹងហ៎អីគេមើលងាយមិនវាយទៅនឹងប្រដាក់ទៅនឹងប្រដាក់មកចូលតែរានម៉ាក៏បានបដិសេធថាខ្លួនគាត់គឺជាមនុស្សប្រុសអញ្ចឹងគាត់ហ៊ានវាយស្រីទេហើយនៅពេលនេះយើងក៏បានឃើញអាកាណេនាងក៏យានក៏ថងទឹករបស់នាងហ្នឹងបើថាខ្លួនប្រុសឲ្យហ៊ានវាយស្រីមកស្រីវាយស្រីប្រោយដាក់ទៅនឹងប្រោយនៅក្នុងគណៈនោះហ្នឹងរានម៉ាគាត់ដូចជាទទួលដឹងថាមានអ្វីក្រោយខ្នងរបស់គាត់ចឹងហើយគាត់ក៏បានលោតចេញណាដល់យើងបានឃើញថាអបេគូណូនោះគឺគាត់បានយកទឹកមកចាក់មកលើរានម៉ាក៏បានសួរថាអបេគូណូនោះមកចង់ធ្វើអីគូណូគាត់ក៏បាននិយាយថាគាត់មិនយល់ព្រមទេចំពោះការភ្ជាប់ពាក្យរវាងរានម៉ាហើយនិងអាកាណេហើយនិយាយស្រីដឹងលឺហ្មងហើយរឿងហ្នឹងក៏បានចាប់ផ្ដើមល្បីពេញមកសាលាប្រហែលដែលសិស្សហ្នឹងក៏បានចាប់ផ្ដើមមើលពួកគេទាំងពីរនេះមានតែអ្នកសង្ភេមានតែអ្នកមកផ្សាយព័ត៌មានទាំងពេញហ្នឹងហើយហើយអបេគូណូហ្នឹងគឺនៅតែដេញកាប់ទៅលើរានម៉ាទៀតរានម៉ាគាត់ក៏បានរត់ចេញពីកន្លែងហ្នឹងណាដោយសារតែកន្លែងហ្នឹងមនុស្សច្រើនពេកចឹងក៏វាយគ្នាការទេហើយក៏បានថាបើសិនជាអបេគូណូនឹងចង់វាយខ្លាញ់វាយគ្នារត់ទៅតាមគាត់មកអបេគូណូនឹងគាត់ក៏បានរត់ទៅតាមដល់កន្លែងនេះនឹងរានម៉ាគាត់ក៏បានលោតចេញតាមប្អួយមកហើយអបេគូណូនឹងក៏បានលោតមកតាមទៀតប៉ុន្តែមានអីលោតចេញមកពីជាន់ទី3សម្រាប់រានម៉ាវិញក៏ថាគាត់អីទេគាត់ចេះកុងហ្វូទៅក៏អាចបដាយខ្លួនលើអាកាសបានណាប៉ុន្តែដល់ពេលគាត់ងាកមើលទៅក្រោមឃើញទឹកហើយឃើញទឹកបែរជាភ័យទៅវិញហើយយើងក៏បានឃើញអបេគូណូនឹងក៏បានបដាយខ្លួនមកដូចជាកៅងាប់ចឹងប៉ុន្តែសម្រាប់រានម៉ាវិញគឺគាត់អីទេប៉ុន្តែគាត់នឹងគឺបានប្រែខ្លួនខ្លះទៅជាមនុស្សស្រីបាត់ហើយបន្ទាប់មករ៉ាម៉ាគាត់ក៏ព្យាយាមហាទឹកចេញពីកន្លែងហ្នឹងហើយនៅពេលគាត់កំពុងតែហាសុកហ្នឹងគាត់ក៏បានឃើញរាងកាយរបស់អបេគូណូហ្នឹងគឺបានបាត់បង់ស្មារតីបាត់ហើយចឹងហើយគាត់ក៏បានយករាងកាយរបស់អបេហ្នឹងធ្វើជាខែលរួចគាត់ហ្នឹងក៏បានហាទៅមុខបន្តទៀតហើយនៅពេលគាត់កំពុងតែហាសុកហ្នឹងអបេគូណូហ្នឹងក៏បានដឹងខ្លួនមកវិញហើយដល់គាត់ថាម្នាក់ហ្នឹងគឺជារានម៉ាហ្នឹងគូណូគាត់ក៏បានទៅចាប់អោបហើយអីចុះនឹងរានម៉ាតាគូណូគាត់អត់ទាន់ដឹងទេថារានម៉ាហ្នឹងគឺគាត់បានប្រែរូបផ្លែជាមនុស្សស្រីហើយចឹងគាត់ក៏បានទៅចាប់អោបរានម៉ាហើយក៏បាននិយាយថាយើងនឹងវាយឯងហើយចាប់ចោលចាប់ឡើងហ្នឹងក៏បានចាប់ចំហើយដោយសារតែអញ្ចឹងរានម៉ាគាត់ក៏បានចាប់អបេគូដូនឹងបោកបដ ாய் រួចគាត់ក៏បានបដាយខ្លួនទៅបន្ទាប់ពីនឹងមកយើងក៏បានឃើញរានម៉ាគាត់កំពុងតែពូលកៅអៅម្នាក់ឯងនៅក្នុងពេលនឹងដែរនឹងអាកាណេនឹងក៏បានធ្វើដំណើរមកដល់ហើយនាងនឹងក៏បាននិយាយថាឲ្យរានម៉ាពី3ម៉ាត់ទៅរួចនាងនឹងក៏បានយកទឹកក្តៅឲ្យគាត់ផងដែរប៉ុន្តែពេលហ្នឹងពួកគេក៏បានលឺសលេងអបេគូណូហ្នឹងក៏បានស្រែករោរានម៉ាទៀតនៅកន្លែងហ្នឹងចឹងហើយអាកាណេនឹងក៏បានបោះទឹកក្តៅទៅឲ្យរានម៉ារួចនាងក៏បានទៅពជាពេលដល់សុំអបេគូណូនឹងវាយគ្នាមួយស្មើតែម្ដងដែលបានធ្វើឲ្យអបេគូណូនឹងគឺមានភាពភ្ញាក់ផ្អើលមែនតើហើយគាត់បាននិយាយថាអូខេបើសិនជាគាត់ចាញ់អាកាណេនឹងធ្វើជាសង្សាររបស់គាត់ចឹងហើយគាត់នឹងព្យាយាមវាយឲ្យចាញ់អាកាណេហើយគូណូគាត់ក៏បានយកដាវរបស់គាត់កាប់ទៅកាន់អាកាណេដែលអាកាណេនឹងក៏បានចាប់ជាប់ហើយវាយគ្នាចលននឹងអាកាណេនឹងក៏បានធ្វើឲ្យអបេគូណូនឹងប៉ាទៅដល់កន្លែងរានម៉ាតែរានម៉ានឹងគឺគាត់អត់តប្រែខ្លួនជាមនុស្សប្រុសវិញទេហើយទៅដល់កន្លែងរានម៉ានឹងអបេគូណូនឹងក៏បានស្គប់លើអាកាសហើយណាហើយគាត់បានសួរទៅកាន់រានម៉ាដែលជាស្រីនឹងថាតើបានឃើញអាមួយចម្លែកអត់អាមួយវាចង់សក់ពីក្រោយរានម៉ានឹងគាត់ក៏បានកវីក្បាលដឹងចឹងអបេគូណូគាត់បាននិយាយថារានម៉ានឹងគឺជាមនុស្សកំសាមិនមែនជាមនុស្សប្រុសទេតើបានវាយគ្នាផងរត់បាត់កំសាលឺអបេគូណូនឹងថាឲ្យខ្លួនចឹងរានម៉ាគាត់ក៏បានទម្លាក់កំសៀលនឹងចោះមករួចគាត់ក៏បានចោះមកដែរនឹងបាននិយាយថាអបេគូណូនឹងក៏សំដីលយពេកអត់ចង់វាយគ្នាដាក់ទៅនឹងម្រាយមកខ្លួនជាស្រីនឹងក៏គាត់អាចវាយបានដែរហើយគូណូបើតើបានមើលទៅកាន់រានម៉ាមកផ្លេតនឹងដឹងគិតអីក៏ទេគាត់បាននិយាយថាអូខេបើសិនជារានម៉ាឈ្នះគាត់ធ្វើសង្សារជាមួយរានម៉ា
hai vai kia đã bao này lột sao món dây chẳng hai ran ma qua các bạn đã vậy một chương lắp để step bật nó thay sai lan không sala và tàu bìa bẹ khu nô có đằng thá na bí kỳ nên score ran ma để chỉ xây nắng bẹ khu nô nó qua các bạn chú trụ cho em mau từ xe so xây kla thế nhà tam na bí kỳ ở ran ma đại có nó vừa toàn đằng tể thạc về xây này cứ chỉ ran ma prai ru á hay vào tàu về ran ma các bạn bà xa đang an tới các bạn đằng thá là bẹ khu nô nó các bạn hai qua tại can sala nó thay sai hai thay sai đang ran ma qua các bạn tàu men đang đặt cái thả bẹ khu nô đang chẳng hai con ở vai kia thế nắng qua các bạn số thá nó đã chơi được bảo bẹ khu nô các bạn tàu bên thà quả trâu cá thế rồi còn các bạn tại can ran ma qua các bạn dây thá có bên ta đi ao ok nè tao không trong episode TP dân cứ ba phần chop ấy hai nè tao khơi gặp phê chui sập nhom nè mưa phong bạn nè mưa oi vào tai ọt ấy nhom nồi để tranh rương chăng